នេះគឺជាការពិសោធន៍គឺការយកអំបិលមកលាយជាមួយទឹកទឹកនេះគឺទឹកយើងមាន2កែវទឹក1កែវជាទឹកត្រជាក់ហើយ1កែវទៀតគឺជាទឹកក្តៅឥឡូវយើងពិសោធន៍ដើម្បីដឹងថាតើអំបិលរលាយក្នុងទឹកមួយកែវមួយណាបានលឿនជាងថាកែវទឹកត្រជាក់ឬកែវទឹកក្តៅស្មើច្រើនប៉ុណ្ណឹងចាដោយសារនេះគឺអំបិលយើងដាក់ចូលព្រមគ្នាតែម្ដងខ្លាឆ្វងឡើងខ្លែទៅហើយចាជាចុងក្រោយគឺកែវទឹកក្តៅគឺរំលាយអំបិលបានលឿនជាងកែវទឹកត្រជាក់